នៅក្នុងសម័យនេះអ្វីដែលពិបាករកបំផុតមិនមែនជាសម្ភារៈនិយមដែលបង្ហាញខាងក្រៅនោះទេតែវាជាសេចក្តីស្ងប់និងសេរីភាពផ្លូវចិត្តនៅពេលដែលយើងត្រឡប់មកដល់ផ្ទះវិញនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកពាក្យ privacy ឬឯកជនភាពមកចែករំលែកជូនលោកអ្នកនៅក្នុងទស្សនៈថ្មីមួយជាទូទៅនៅពេលដែលយើងនិយាយទៅដល់ឯកជនភាពមនុស្សជាច្រើនតែងតែនឹកឃើញនៃការសាងសង់របស់ពុះពោះឬការបិទបាំងមិនឲ្យអ្នកដទៃមើលឃើញឡើយប៉ុន្តែនៅក្នុងបរិបទនៃការរស់នៅកម្រិតខ្ពស់សម័យនេះឯកជនភាពមានន័យលើសពីនេះទៅទៀតសម្រាប់ខ្ញុំឯកជនភាពពិតប្រាកដគឺជាសេរីភាពនៃអារម្មណ៍និងសុវត្ថិភាពផ្លូវចិត្តទី1គឺជាសេរីភាពពីការរំខាននៅពេលដែលយើងដើរចូលមកដល់ផ្ទះយើងគួរតែអាចកាត់ផ្តាច់នៅភាពស្មុគស្មាញនិងសំឡេងរំខាននៃទីក្រុងបានទាំងស្រុងហើយជំនួសមកវិញនៅសំឡេងសេចក្តីសុខក៏ដូចជាសំឡេងសមាជិកជជែកគ្នាលេងសំឡេងកូនយើងលេងសើចសប្បាយក្អាកក្អាយជាដើមទី2គឺជាសេរីភាពក្នុងការខ្លាចជាខ្លួនឯងនៅខាងក្រៅយើងអាចខ្លាចជាថ្នាក់ដឹកនាំជាអ្នកជំនួញឬបុគ្គលដ៏រឹងមាំប៉ុន្តែផ្ទះគឺជាកន្លែងតែមួយគត់ដែលអនុញ្ញាតឲ្យយើងដោះរបាំងមុខនិងទុកភាពនឿយហត់ចោលនៅមាត់ទ្វារដើម្បីសម្រាកនិងខ្លាចជាខ្លួនឯង 100% មានរឿងមួយគួរឲ្យសោកស្ដាយនៅក្នុងសង្គមពេលបច្ចុប្បន្នបច្ចេកវិទ្យាអាចធ្វើឲ្យយើងទំនាក់ទំនងជាមួយនឹងមនុស្សរាប់ពាន់នាក់ទោះបីឆ្លងទ្វីបក៏យើងអាចទំនាក់ទំនងគ្នាបានដែរប៉ុន្តែមានពេលខ្លះបច្ចេកវិទ្យាអាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីមនុស្សដែលនៅក្បែរខ្លួនយើងដោយមិនដឹងខ្លួនយើងនៅផ្ទះជាមួយគ្នាតែចិត្តយើងនៅឆ្ងាយពីគ្នាដូច្នេះ privacy ក្នុងទស្សនវិស័យរបស់យើងមិនមែនមានន័យថាបំបែកគ្នាទៅនៅបន្ទប់រៀននឹងខ្លួននោះទេផ្ទុយទៅវិញ privacy គឺជាការបង្កើតលំហសុវត្ថិភាពដែលអនុញ្ញាតឲ្យសមាជិកគ្រួសារអាចផ្សារភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញដោយគ្មានការរំខានពីពិភពខាងក្រៅគឺនៅពេលដែលយើងមានអារម្មណ៍ថាមានសុវត្ថិភាពផ្លូវចិត្តនោះហើយជាពេលវេលាដែលយើងផ្ដោតក្តីស្រឡាញ់ឲ្យគ្នាបានយ៉ាងពេញលេញបំផុតដោយយល់ឃើញពីតម្លៃនេះហើយទើបគម្រោងឯករាល់ការគិតគូររបស់យើងគឺផ្ដើមចេញពីមូលដ្ឋានគ្រឹះនៃឯកជនភាពនេះឯងដូចជាវិឡាដែលនាងខ្ញុំកំពុងតែអង្គុយនេះអញ្ចឹងអ្វីដែលយើងផ្ដល់ជូនមិនត្រឹមតែជាសំណង់រឹងមាំនោះទេតែយើងផ្ដល់ជូននៅបរិយាកាសនៃការរស់នៅដែលយល់ចិត្តគ្នាយើងរចនាវាឡើងដើម្បីឲ្យលោកអ្នកមានអារម្មណ៍ថានេះគឺជាពិភពលោកតូចមួយដែលជាកម្មសិទ្ធិរបស់លោកអ្នកផ្ដាច់មុខមិនថាសម្រាប់ការសម្រាកកម្សាន្តឬការបង្កើតអនុស្សាវរីយ៍ល្អៗជាមួយនឹងក្រុមគ្រួសារនោះទេប្រហែលជាលោកអ្នកឆ្ងល់ហើយថាតើយើងធ្វើបែបណាទើបអាចបង្កើតបរិយាកាសមួយនេះបាននៅក្នុងគម្រោងដ៏ធំមួយនៅវីដេអូក្រោយនាងខ្ញុំនឹងលាតត្រដាងពី Master Plan និងការរស់នៅបែប Premium ដែលធ្វើឲ្យគម្រោងឯកក្លាយជាជម្រើសដ៏ល្អបំផុត